វគ្គចុងក្រោយបាទវគ្គចុងក្រោយនេះគឺជាវគ្គជំនួយហើយល្ងាចនេះខ្ញុំត្រូវយកជំនួយទៅមន្ទីរពេទ្យគុណធបុប្ផាដែលប្រិមិត្តរបស់យើងសពរដ្ឋជនរបស់យើងទាំងក្នុងនិងក្រៅប្រទេសផ្ញើមកតាមរយៈខ្ញុំបាទឥឡូវនេះសូមកលេចមើលជំនួយដែលខ្ញុំបានយកទៅឲ្យអ្នកក្រីក្រនិងអ្នកមានផ្ទៃពោះនិងអ្នកមានបុតភ្លោះចា៎ខ្ញុំបានយកជំនួយមួយឈុតទៅខាងស្ត្រីមានកូនភ្លោះ2នៅជួយអំពិលចិត្តយើងនេះទេដោយសារតែជីវភាពរបស់គាត់ក្រីក្រខ្លាំងពេកហើយរស់នៅគេហៅថាបញ្ញាក្អែកលើផ្លូវចំណីផ្លូវលើដីចំណីផ្លូវនៅជួយអំពិលនេះគាត់កូនភ្លោះ2បាទដោយដង្ហើយហៅសុំរកជំនួយឲ្យជួយបាទអញ្ចឹងទទួលប្រិមិត្តរបស់យើងគាត់បានបញ្ជូនមកខ្ញុំក៏បាននាំយកជំនួយទាំងអស់នេះទៅដល់គាត់បាទដែលគាត់បានបន្សល់ទុកនៅការលំបាកប្រចាំតកូលរបស់គាត់គ្រួសាររបស់គាត់ធ្វើជាកម្មករសំណង់ហើយគាត់កាលពីមិនទាន់មានបុតនោះគឺគាត់ធ្វើការងារនៅរោងចក្របាទធ្វើការងាររោងចក្រហើយឥឡូវនេះដោយសារការជួបការលំបាកនៅពេលដែលក្មួយស្រីមានកូនភ្លោះ2អញ្ចឹងហើយក៏បានសុំឲ្យហងមាសយើងបានជួយយើងក៏បាននាំយកនៅជំនួយដែលប្រិមិត្តយើងឲ្យមកគឺមានអង្ករ50គីឡូក្រាមមីទឹកត្រីទឹកស៊ីអ៊ីវបាទដែលបានយកនឹងត្រីខកំប៉ុងបានយកទៅដល់កាលពីម្សិលមិញបាទហើយក្រោយពេលដែលជំនួយរបស់យើងបានយកទៅដល់សម្រាប់ស្ត្រីដែលជាកូនភ្លោះនេះយើងក៏បានទៅដល់គ្រួសារមួយទៀតដែលគាត់លំបាកដែរដែលនៅពីអ្នកប្តីប្រពន្ធហើយគាត់ជាអ្នកពិការបាទអញ្ចឹងពេលដែលមុនដំបូងយើងថាទៅតែមួយទេប៉ុន្តែដល់ពេលគាត់ឃើញហងមាសយកទៅឲ្យអញ្ចឹងគាត់ក៏មកស្ទាក់ខ្ញុំតាំងលោកទីជួយផងខ្ញុំពិការហើយនឹងក្រីក្រណាស់បាទពិការក្រីក្រណាស់ជាមួយប្រពន្ធអញ្ចឹងខ្ញុំថាអញ្ចឹងខ្ញុំមកមិញយកដាក់មុនលើសដែរអញ្ចឹងតោះខ្ញុំជួយបានអង្គម៉ាការ៉ុងហើយនឹងទឹកត្រីមួយយួរហើយនឹងថវិកាចំនួន50000រៀលជូនទៅគាត់ដែរបាទអញ្ចឹងនេះជាជំនួយរបស់សប្បុរសជនរបស់យើងដែលឲ្យមកខ្ញុំបានប្រាប់គាត់ហើយថាខ្ញុំត្រូវការមកមើលឃើញជាក់ស្ដែងបានខ្ញុំសម្រេចចិត្តឲ្យហើយនឹងអំពាវនាវរកម្ចាស់ជំនួយឲ្យគេជួយប៉ុន្តែបើសិនជាគាត់ថាមកដើម្បីមកដល់ស្ថានីយ៍ខ្ញុំហើយខ្ញុំមិនបានទៅឃើញនឹងព្រឹត្តិការណ៍ជាក់ស្ដែងនៅផ្ទះរបស់លោកអ្នកនោះទេខ្ញុំក៏ពិបាកនឹងប្រាប់សប្បុរសជនដែលគេឲ្យជំនួយមកយើងណាបាទហើយសម្រាប់អ្នកដែលមកដល់ស្ថានីយ៍គឺខ្ញុំបាននិយាយដដែលអញ្ចឹងគឺអត់មានទេព្រោះខ្ញុំជាទូទៅបានតាមរយៈតតែផ្សាយបានគេឲ្យបាទអញ្ចឹងសូមជ្រាបជាព័ត៌មានបាទហើយការមើលម្សិលមួយថ្ងៃនឹងដែរក៏យើងបានផ្ដល់នៅជំនួយដែលកូនភ្លោះហើយនឹងអ្នកក្រីក្រដែលយើងឲ្យមកដល់ស្ថានីយ៍គឺអានេះយើងឲ្យមកបាទតែបើអ្នកមកដោយយើងមិនបានទៅមើលឲ្យមកដោយព្រាវអានោះយើងអត់មានអីឲ្យទេបាទអញ្ចឹងសម្រាប់2គ្រួសារនេះទៀតយើងក៏បានឲ្យដោយនេះគាត់ជួយពរកូនឲ្យគេទេម្ដាយនេះបាទនៅបាទគាត់ធ្វើការរោងចក្រហើយកូនភ្លោះ2គាត់គ្មានលទ្ធភាពជួយថែទាំកូនអញ្ចឹងគាត់មានអីក្រៅមកហងមាសសូមឲ្យហងមាសជួយហើយនឹងក្មួយប្រុសខាងនោះដែលមកកូន2នោះគឺអត់ធ្វើការគាត់ព្រោះទៅពេទ្យហើយទៅពេទ្យឲ្យយកសម្បត្តិពេទ្យអត់អីមកហើយគ្មានអីទីពឹងអត់បាយហូបអញ្ចឹងក៏ខ្ញុំឲ្យមកដល់ស្ថានីយ៍តែម្ដងបាទនេះដែលយើងឲ្យគាត់មកបាទមិនបានន័យថាគាត់មកដោយចិត្តឯងទេគេលោកប្រិមិត្តទូទាំងនៃជនគាត់ឃើញទៅតោះទៅដឹងមានអីឲ្យទេខ្ញុំ
bà chẳng chùm nuôi tiếng cứ xuất tay chia chùm nuôi rồi bỏ họ sắp rõ chuân bỏ dương đây còn mơ khơi vì phiếp lùm bạ đậu bỏ bỏ chia bồ rọt nó tam mù lột thàn mà chùm nuôn còn phải nhớ tam là dạng nhom chẳng màu bà đôi chia mà sao mình nhảy trắng cứ miền ôn pro chân vì sao nâng mật phẹ rồi bỏ rôm ca nghe rồi bỏ kê này ân tiền này ban ân tiền visa credit card đó còn nâu tình địa kia ai cái chân môi nâu một đông xa cả đá còn ban rây anh kia thạo về ca khniệp to khuôn nắng nòm dọc chùm nuôi nắng một oi nhom bà nhóm đặc đo cho ba ampere sao mình nâng đi mua ở lấy mua một con phải nhà tam xa này màu tế con bầm mô ban bầm man chia $54 đã $54 nâng mà pay bay mơn riêng hay thà với ca tới ní con ban dọc tụt tinh bà con ọt ban ở lùi sọt tế cứ con dọc tụt tinh luôn anh tế miền Mỹ pi cái thom mà đập pi cái tôi bà tây kho của bông bầm pơ vú mà đang chật sập của bông preng của lá pilo bà preng của lá pilo mà một phẩy buôn bỏ ọp trong cõi mật nhom to xôm thay nó côn gọt lại nó côn mật phẹ gọt ná con này ôn chân vì xa để ban nòm vô chùm nuôi đi một đoสถานีខ្ញុំដើម្បីឲ្យខាងខ្ញុំមានលទ្ធភាពចែកដល់អ្នកក្រីក្រពិតប្រាកដហើយក្នុងនេះក៏មានបងរតហើយនឹងកូនប្រសារបស់គាត់លោកជ្រូកខ្វៃលីជុងហ៊ុយបាទនៅក្បែរពេទ្យវិសាសុកគាត់ឧបត្ថម្ភ$20ជូនអ្នកមីងមានកូន9នាក់ដែលទៅឡានក្រុងបុកនឹងនៅខាងផ្សារនៅខាងគៀនស្វាយបាទគាត់ដាក់ថានៅកោះកុងមិននៅកោះកុងមាននៅគៀនស្វាយទេបាទហើយបន្ទាប់មកទៀតគឺខាងណាគេនេះមែនទេឡំបាទហើយលោកហុងបាទលោកហុងនៅ Washington State បាទនៅ Washington State បាទសហរដ្ឋអាមេរិកគាត់ឧបត្ថម្ភចំនួន$100សហរដ្ឋអាមេរិកបាទលោកហុងហើយនឹងលោកស្រីជូលីណាបាទលោកស្រីជូលីណានិងលោកស្រីស្រេតង៉ែតបាទលោកស្រីស្រេតង៉ែតបាទគាត់ទាំងអស់គ្នារស់នៅ Washington រដ្ឋទីក្រុង Washington សហរដ្ឋអាមេរិកបាទខ្លីៗអញ្ចឹងជំរាបជូនខ្លីៗបាទមានអូខេបាទលោកស្រីទឹមណាវីនៅសហរដ្ឋអាមេរិកនៅយូតាបាទនៅយូថាបាទនៅយូថាសហរដ្ឋអាមេរិកឧបត្ថម្ភចំនួន$100សហរដ្ឋអាមេរិកទៅគុណធបុប្ផាហើយឆ្លៀតក្នុងឱកាសនឹងដែរលោកស្រីសូមប្រកាសសួររកបងប្អូនដែលបានបាត់គ្នាបាត់ខ្លួនចំនួន2នាក់បាទគាត់ឈ្មោះទឹមណាវីហើយគាត់បាត់ប្អូនប្រុសបងប្អូនប្រុសចំនួន2នាក់គឺទឹមច័ន្ទវុធីទឹមសីឡាឌីបាទទឹមសីឡាឌីបាទគាត់បែកគ្នាតាំងឆ្នាំ1975បាទគាត់រស់នៅក្រុងតាខ្មៅហើយបើសិនជាបងប្អូនគាត់មានបងប្អូនទាំងអស់8នាក់ស្រី4ប្រុស4បាទប៉ុន្តែស្លាប់2ទៅហើយអញ្ចឹងបាត់2នេះបើសិនជាទឹមច័ន្ទវុធីនិងទឹមសីឡាឌីនៅរស់អាចតាក់ទងមកជួបបងប្អូនដែលនៅសហរដ្ឋអាមេរិកបាទគាត់មកលេងស្រុកខ្មែរនៅទឹកខ្មៅបាទហើយមួយទៀតមកពីខាងបងស្រីកឹមហេងមកពីអង្គការ SOS ភូមិកុមារភ្នំពេញបាទភូមិកុមារភ្នំអេមែនទេបាទតិចច្រឡំអូខេណាខ្ញុំឃើញនៅក្នុងនេះជារើសមកអានយកមិនដឹងទេបាទច្រឡំអីចឹង
ឡំលេខរៀងហើយបាទចុងក្រោយនេះគឺឧបាសកសៀកងួនហូនបាទសៀកឈៀកងួនហូនតាមពិតឧបាសកនឹងគាត់ស្លាប់ទៅហើយគាត់សូមឧទ្ទិសឧបាសិកាសៀសូនហូនស្លាប់បាទទាំងពីរហ្នឹងគាត់កូនរបស់គាត់នឹងបានឧបត្ថម្ភថវិកាចំនួន$200បាទសរុបទាំងអស់នឹងក្នុងថវិកា$100ហ្នឹងបានជួយដល់យុវជនឈ្មោះសូបញ្ញាបាទរូបភាពដឹងថាការីមានអត់នេះឈ្មោះគាត់$100ជូនទៅសួនបញ្ញាត្រូវជាកូនរបស់លោកថោងសុខុមនិងអ្នកស្រីពេជ្រសូរ៉ាឌីបាទពេជ្រសូរ៉ាឌីដែលមានទីលំនៅនៅក្នុងសង្កាត់ភ្លើងឆេះរទេសខាងកើតបាទភ្លើងឆេះរទេសខាងកើតនៅក្នុងខណ្ឌពោធិ៍សែនជ័យបាទ$100ទៅនោះហើយនឹង$100ទៀតគឺមកតាមរយៈទូរទស្សន៍ហងមាសបាទដើម្បីជួយទៅដល់អ្នកក្រីក្របាទហើយ$100មិញជួយប្អូនម្នាក់មិញដែលមានជំងឺទេតាណូសធ្ងន់ធ្ងរនោះបាទហើយ$100មកខាងខ្ញុំដើម្បីឲ្យខ្ញុំយកជំនួយនេះទៅពេទ្យគន្ធបុប្ផាបាទនេះដែលគាត់មានជំងឺចេះបាទគាត់ដាក់ទៅ100មិញហ្នឹងបាទដែលគាត់លុយទាំងនេះគាត់ឧទ្ទិសទៅសាច់ដែលឧបាសកឧបាសិកាដែលបានស្លាប់ទៅហើយបាទទូទាំងជនឥឡូវនេះចុងក្រោយគឺមានក្រមស្ត្រីខ្មែរនៅទីក្រុងស៊ីដនីបាទទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីផ្ដល់ថវិកាចំនួន$250បាទ$250អូស្ត្រាលីអីនេះបាទ$250មើលបាន$250អាមេរិកបាទជួយដល់ព្រះសង្ឃចំនួន7អង្គគង់នៅវត្តអង្កាញ់ស្រុកសំរោងខេត្តតាកែវអូព្រះអង្គនៅក្នុងវត្តអង្កាញ់ស្រុកសំរោងខេត្តតាកែវជួបគ្រោះថ្នាក់ចរាចរណ៍រលាកជួបគ្រោះថ្នាក់រលាកខ្លួនដោយផ្ទុះធុងហ្គាសព្រះអង្គថ្ងៃនោះមានដែរចាលៀបអាចจะហៀងបកាយយើងបានផ្សាយដែរយើងដូចអត់បានផ្សាយទេម៉ោងយើងតែម៉ោងពេលថ្ងៃចាផ្សាយបាទអញ្ចឹងគ្រួសារសាច់ញាតិរបស់ព្រះអង្គនៅវត្តអង្កាញ់ស្រុកសំរោងខេត្តតាកែវបានទទួលដំណឹងនេះហើយមកទទួលជំនួយពីខ្ញុំគាត់ដែលសប្បុរសជននៅប្រទេសអូស្ត្រាលីបាទនៅប្រទេសអូស្ត្រាលីបាទនៅទីក្រុងស៊ីដនីបានផ្ញើមកខ្ញុំមើល$250សហរដ្ឋអាមេរិកតន់បើកមើលនៅក្នុងស្រោមសបុតឡើយហើយអ្នកផ្ដល់ថវិការួមមានអ្នកស្រីអឹងបេងអ្នកស្រីអឹងបេងភ័ណ្ឌអ្នកស្រីងៅគីមអេងហៅប៉ុកនិងអ្នកស្រីញឹមម៉ាយបាទនេះបើសិនជាព្រះអង្គឬកសាច់ញាតិរបស់ព្រះអង្គនៅវត្តអីមិញវត្តអង្កាញ់ស្រុកសំរោងខេត្តតាកែវបានលឺអាចមកយកដល់ស្ថានីយ៍របស់ខ្ញុំរងចាំបកគលនៅទីនេះណាបាទអរគុណទូទាំងជនដោយសារថ្ងៃនេះពេលវេលាដល់ទីបញ្ចប់ហើយខ្ញុំថ្ងៃនេះដូចជាអត់សូវស្រួលផងបានជាថ្ងៃនេះនិយាយអត់សូវលះទេសូមអធិស្ឋានព្រោះដូចជាមានអារម្មណ៍ឈឺក្បាលចាងីងើបាទងីងើចង់វិលហើយអញ្ចឹងហើយបានជានិយាយអត់សូវលះទេថ្ងៃនេះបាទដោយសារពេលវេលាដល់ទីបញ្ចប់ហើយទូទាំងជនខ្ញុំជាមួយនឹងកញ្ញាសុភារួមជាមួយនឹងក្រុមការងារទាំងអស់សូមជម្រាបលាយើងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ